Ok, ngàyនេះខ្ញុំនឹងបង្ហាញអំពីរបៀបសម្រាប់ display alarm នៅក្នុង HMI data តើការ display នៅលើ alarm នៅពេលដែលមាន alarm អីមួយដែលឧទាហរណ៍ថាម៉ាស៊ីនកំពុងរ៉ាន់ហើយម៉ាស៊ីនហ្នឹងគឺគេមានឧទាហរណ៍ថាប៉ះ limit switch ឬក៏ប៉ះ emergency អីវាបង្ហាញជា alarm ថាឥឡូវម៉ាស៊ីននេះគឺដល់ចំណុចណាប៉ះអីអូខេជាដំបូងដើម្បីបង្ហាញជា alarm ជានេះយើងត្រូវមាន software មួយគឺតាក់ទងនឹង software សម្រាប់ touch screen HMI data គឺ DOS software DOS soft អូខេដំបូងយើងបើកវាអូខេដំបូងណាខ្ញុំបង្កើត new គឺ new អូខេខ្ញុំ Mac ដែលយើងមានគឺ B07FF411 ហើយយើងពពាក្យ next អូខេហើយ line គឺខ្ញុំប្រើ line 2 គឺ communication line 2ហើយប្រើ menu folder គឺយើងប្រើ Mac Mitsubishi គឺ PLC តំណែងហើយលេខ serial គឺ FH អូខេយើង finish អូខេកន្លែង background យើងអាចបដូរបានដោយសារ background វាពណ៌សយើងអាចបដូរទៅជាពណ៌អីផ្សេងៗបានឧទាហរណ៍ដើម្បីបដូរ background នេះយើងអាចចូលនៅក្នុងគេដាក់នៅខាងស្ដាំដៃគឺ background color គឺយើងបដូរបានបដូរពណ៌បានគឺបដូរពណ៌នៅក្នុងនេះទៅអូខេគឺអាចបដូរ change ពណ៌បានគ្រប់ទៅដោយសារខ្ញុំចង់បាន background ពណ៌ហ្នឹងអូខេខ្ញុំយកប៉ុណ្ណឹងហើយដើម្បី display alarm ទៅតាមគោលការណ៍យើងចង់បានគឺយើង display alarm គឺយើងគ្រាន់តែដាក់តម្លៃចូលក្នុង address មួយអញ្ចឹង address ហ្នឹងវាបកទៅជាហៅថាឈ្មោះ alarm ឬក៏ fold ដែលវាបង្ហាញទៅហ្នឹងឧទាហរណ៍អញ្ចឹងដើម្បីបង្ហាញជា alarm ដើម្បីបង្ហាញ display ជា alarm នៅក្នុង HMI មួយយើងត្រូវបង្កើតគេថាមាន list មួយសម្រាប់ list alarm គឺជាតារាងមួយសម្រាប់បង្កើត alarm ផ្សេងៗទៅតាមតម្លៃវាឧទាហរណ៍ថាខ្ញុំវាយដាក់តម្លៃមួយនៅក្នុង address មួយអញ្ចឹងវាត្រូវបង្ហាញជា alarm អីខ្ញុំវាយតម្លៃមួយទៀតដាក់នៅក្នុង address ដែរណាវាបង្ហាញជាតម្លៃអីអូខេដើម្បីបង្ហាញនៅក្នុងចូល list alarm បានដើម្បីទៅសេឈ្មោះ alarm ផ្សេងៗបានយើងត្រូវចូលពាក្យថា option ហើយយើងយកពាក្យថា alarm setup អូខេហើយ address នេះគឺដោយសារយើងប្រើជា address អញ្ចឹងណានេះគឺយើងអត់ប្រើទេឥឡូវខ្ញុំដាក់បានតម្លៃទាំងអស់ខ្ញុំដាក់នៅក្នុង address មួយតោះខ្ញុំដាក់នៅក្នុង D មួយគឺ address មួយគឺខ្ញុំដាក់ថា D10 ឧទាហរណ៍ហើយខ្ញុំ enter យើងមើលតារាងខាងក្រោមគឺតាក់ទងនឹង number គឺលេខ1រហូតដល់លេខ5អញ្ចឹងទៅហើយអានេះគឺ let អានេះគឺ message constant អានេះគឺ group អានេះគឺជា color ដែលយើងដាក់អូខេអញ្ចឹងខ្ញុំដាក់ថា number ទី1តើ alarm ជាមួយឥឡូវឧទាហរណ៍ថាខ្ញុំដាក់ថា alarm machine ឧទាហរណ៍ថាខ្ញុំដាក់ថា machine is running អូខេ machine is running alarm ទី2ខ្ញុំដាក់ថា machine is stopping អូខេហើយខ្ញុំដាក់ថា emergency stop emergency stop ខ្ញុំដាក់ថា leave ដាក់ថា error ខ្ញុំដាក់ថា servo drive alarm servo drive អូខេហើយកន្លែង text color យើងអាចដាក់ color តើនៅពេលដែលវាបង្ហាញalarm ប្រភេទថា machine is running ខ្ញុំឲ្យវា display ពណ៌លឿងឧទាហរណ៍ពណ៌ខៀវសំទោសហើយនៅពេលដែល machine stopping ខ្ញុំឲ្យវាពណ៌ក្រហមហើយនៅពេលដែល emergency stop ខ្ញុំឲ្យវាពណ៌ឧទាហរណ៍ថាខ្ញុំដាក់ពណ៌រាងក្រហមដែរពណ៌ select នេះហើយនៅពេលដែល error servo error ខ្ញុំឲ្យ display ថាពណ៌នេះចុះហើយកម្រិតដែលបង្ហាញខ្ញុំឲ្យវាបង្ហាញជា solid ហើយនឹងទំហំខ្ញុំឲ្យវា display បង្ហាញឧទាហរណ៍18ចុះ
ok alarm ញយបង្ហាញគឺមាន4ហ្នឹងគឺទី1គឺ machine is running machine is stopping emergency stop ហើយនឹង error set try ហើយនៅពេលយើងចង់បាន alarm 4ហ្នឹងគឺគ្រាន់តែអូខេអូខេអានេះគឺជាតារាងមួយដែលបង្ហាញអំពីalarm គឺជា alarm history table គឺជាតារាងមួយដែលបង្ហាញអំពីឧទាហរណ៍ថានៅក្នុងមួយព្រឹកឧទាហរណ៍នៅក្នុងមួយ process វាហ្នឹងដល់ពេលវាកំពុង running ក៏វាបង្ហាញ display ខ្លះហ្នឹងគឺជាតារាងមួយសម្រាប់វាកត់ទុកថាតើពេលណាឲ្យវាបង្ហាញតារាងណាឲ្យវាបង្ហាញតារាងណាអូខេហើយខ្ញុំ display alarm មួយទៀតគឺគេហៅថា activate alarm នេះគឺជា alarm ដែលបង្ហាញកំឡុងពេលដែលalarm ដែលកំពុងតែកើតឡើងគឺជាតារាងនេះឲ្យវាបង្ហាញតារាងនេះគឺបង្ហាញអំពីតារាងvàបង្ហាញជា alarm ផ្សេងៗដែលវាមានពីមុនហើយក៏មេមវាចាំដល់ពេលយើងចង់ទៅមើលថាមកព្រឹកយើងទៅមើលអូឥឡូវវានៅតារាងហ្នឹងវាបង្ហាញជាតារាងខ្លះយើងអាចមើលនេះតារាងមួយនេះគឺជាតារាងមួយសម្រាប់បង្ហាញថាកំពុងតែកើតឡើងគឺបច្ចុប្បន្នគឺបច្ចុប្បន្នតាមម៉ាស៊ីនយើងគឺវាជាប់ alarm មិនអត់ហើយមួយទៀតគឺតកតងនឹងalarm frequency table គឺជា alarm មួយដែលបង្ហាញវាកត់ចំនួនដងតារាងនេះគឺជាតារាងមួយសម្រាប់កត់ចំនួនដង alarm ឧទាហរណ៍ថាmachine is running គឺឧទាហរណ៍ថាមកព្រឹកហ្នឹងគឺ3ដងអញ្ចឹងវាទៅបង្ហាញលេខនៅលើនេះវាដាក់ថា alarm is stopping ហើយដាក់ចំនួន3ដងប្រយ័ត្នថាមកព្រឹកហ្នឹងគឺវាមានចំនួន3ដងឧទាហរណ៍អញ្ចឹងហើយយើងចូលមួយទៀតគឺតកតងនឹង alarm alarm moving sync គឺជា alarm មួយដែលជាបង្ហាញ alarm ដែលជាបច្ចុប្បន្នដែរអាចជាបង្ហាញកំពុងបច្ចុប្បន្នដែរហើយបច្ចុប្បន្នដែរអូខេបន្តទៀតតារាង alarm មួយដែលគេបង្ហាញថា alarm moving sync គឺជា alarm មួយដែលជាតារាងមួយដែលបង្ហាញ alarm ដែរបាទ alarm បច្ចុប្បន្នដែរឧទាហរណ៍ថាភ្លាមដែលកំពុងតែកើតឡើងវាបង្ហាញ alarm ហ្នឹងcònនៅតារាងលក្ខណៈពិសេសនៃតារាងនេះគ្រាន់តែវាបង្ហាញជាអក្សរចលនាវា display ដេញពីខាងឆ្វេងក៏បានដេញពីខាងស្ដាំបានគឺវារត់អក្សរជារត់អញ្ចឹងហើយគេហៅថាជា alarm ប្រភេទអីអូខេអញ្ចឹងអានេះគឺជាតកតូននឹង alarm អូខេឥឡូវខ្ញុំចូលការនៅក្នុងតារាងមួយខ្ញុំបង្ហាញឥឡូវខ្ញុំឲ្យវាបង្ហាញកត់ថ្ងៃខែទៀតឧទាហរណ៍ថាខ្ញុំឲ្យវាកត់ថ្ងៃខែហើយនេះខ្ញុំដាក់ថាថ្ងៃមុនចុះអូខេខែមុនក៏បានតាមអញ្ចឹងចុះហើយអូខេហើយខ្ញុំយកពាក្យថាអូខេអញ្ចឹងវាបង្ហាញថ្ងៃខែផងអានេះដូចគ្នាដែរឲ្យវាកត់ថ្ងៃខែទុកដែរហើយយើងអូខេមកអានេះដូចគ្នាគ្រាន់តែបង្ហាញថ្ងៃខែដែរអានេះក៏ដូចគ្នាដែរទៅបង្ហាញជាថ្ងៃខែដែរនេះពេលខ្ញុំនិយាយថាវាតើឲ្យវា move ពីខាងឆ្វេងមក move ស្ដាំមកឬ move ខាងលើខាងក្រោមអញ្ចឹងដែរហើយរយៈពេលខ្ញុំឲ្យវាដើរថា50 second មកណាអូខេហើយខ្ញុំទាញអានេះឲ្យធំបន្តិចទាញនេះធំបន្តិចនេះខ្ញុំទាញធំណានេះខ្ញុំទាញធំណាអូខេហើយខ្ញុំដាក់តម្លៃអញ្ចឹងដើម្បីបង្ហាញខ្ញុំដាក់ហើយខ្ញុំវាយតម្លៃចូលនៅក្នុងនេះខ្ញុំយកចូលពាក្យថា numberage entries ហើយខ្ញុំคลิกលើនេះអូខេយើងមានចាំនៅពេលយើងដាក់ alarm មិញ alarm ដែលយើងដាក់នៅក្នុង option នេះហើយយើងចូល alarm setup នេះយើងមានចាំតែយើងដាក់ address មកអូខេ address វាគឺ D10 អញ្ចឹង D10 នៅក្នុងនេះខ្ញុំឲ្យវា display បាទខ្ញុំវាយតម្លៃចូលខ្ញុំ save តម្លៃខ្ញុំវាយនេះគឺឲ្យចូលនៅក្នុង D10 អូខេឥឡូវខ្ញុំដាក់ថា D10 ហើយខ្ញុំ enter ហើយខ្ញុំអូខេអូខេឥឡូវយើង build
អូខេខ្ញុំភ្លេចប្រាប់តម្លៃមួយទៀតការបង្ហាញalarm input alarm display នេះគឺឧទាហរណ៍ថា number ទី1ទី2ទី3ទី4វាមិនបង្ហាញជាលេខទេឧទាហរណ៍ខ្ញុំវាយថាយកតម្លៃ1បាទយកតម្លៃ1ដាក់ក្នុង address D10 អញ្ចឹងនៅក្នុង alarm output របស់យើងនេះវាបង្ហាញalarm is running ប៉ុន្តែបើថាយើងវាយតម្លៃខ្ញុំយកតម្លៃ2ដាក់ក្នុង D10 ដែរវាអត់បង្ហាញ alarm is running នេះវាបង្ហាញ alarm is stopping អញ្ចឹងហើយបើសិនជាចង់វាយតម្លៃ3វាយតម្លៃ3ចូលអាតែ10វាមិនដល់ពេលវាយ3មិនបង្ហាញemergency stop នេះទេវាបង្ហាញជាលក្ខណៈ bit គឺ2សេគុណ0រហូតដល់2សេគុណ n ឧទាហរណ៍2សេគុណ0 1អញ្ចឹងយើងវាយ1ទៅបើបង្ហាញលេខ1 2សេគុណ2 2សេគុណ2 4 2សេគុណ0 2សេគុណ1គឺ2 2សេគុណ1គឺបាន2អញ្ចឹងវាយទៅវាចេញអានេះប៉ុន្តែបើវាយ3បញ្ជាក់ថាគឺវាបូកបាទវាយក2សេគុណ0បូកជាមួយនឹង2សេគុណ1បាន3អញ្ចឹងវាបង្ហាញអាឡាម2នេះប៉ុន្តែបើយើងចង់ឲ្យវាបង្ហាញ emergency stop តែឯងគឺយើងត្រូវវាយតម្លៃ2សេគុណ0 2សេគុណ1 2សេគុណ2អញ្ចឹងទៅបង្ហាញវាយតម្លៃ2សេគុណ2អានេះគឺ2សេគុណ3អញ្ចឹងទៅអូខេឥឡូវយើង build អូខេហើយខ្ញុំ simulation អូខេអានេះគឺជាយើងមើលតម្លាតារាងនេះគឺជាតារាងមួយសម្រាប់កត់លីសអាឡាមគឺសម្រាប់ឧទាហរណ៍យើងវាយតារាងថាអាឡាមរបស់យើងមានប្រមាណប្រភេទអញ្ចឹងវា display លើតារាងនេះចានេះដូចគ្នាដែរចាអាឡាមរបស់យើងមាន4ប្រភេទគឺយើងមើលទៅគឺmachine is running អូខេខ្ញុំភ្លេច display ម៉ោងឥឡូវយើងដាក់ថែមម៉ោងមួយទៀតចុះ display ម៉ោងបីយើងសួរមើលអូខេ display ម៉ោងយើងចូលពាក្យថាdisplay ហើយយើងចូលពាក្យ date ដាក់ថា display ថ្ងៃខែហើយយើង display ម៉ោងអូខេហើយយើង build ហើយហើយយើង simulation អូខេវាបង្ហាញថ្ងៃខែចឹងយើងស្រួលមើលតិចចានៅតារានេះវាឥឡូវនៅពេលយើងដាក់តម្លៃ0ចូលក្នុង address D10 អញ្ចឹងវា0វាអត់មានអីទេអញ្ចឹងនៅមើលកៃ fold គឺអត់មាន alarm របស់យើងគឺអត់មានបង្ហាញអីទេអូខេបន្តដល់ឥឡូវខ្ញុំដាក់ថាខ្ញុំវាយតម្លៃ1ចូលវាយ1ចូលទៅបង្ហាញជា alarm number ទី1គឺ machine is running អូខេយើងមើលនេះគឺmachine is running អានេះ machine is running អានេះគឺគាត់ចាំកត់ទុកអានេះគឺអ្នកបង្ហាញភ្លាមអូខេ machine is running យើងឃើញអានេះគឺមានថ្ងៃមានម៉ោងថាម៉ោងប៉ុន្មានហើយនឹងថ្ងៃខែគឺវាបង្ហាញបង្ហាញពេលវេលាហើយបង្ហាញថ្ងៃខែដែលម៉ាស៊ីនកំពុង running ហើយយើងមើលអានេះគឺវាកត់ទុកហើយកត់ថាឥឡូវថាមកព្រឹកហ្នឹងគឺបាន1អញ្ចឹងវាប្រាប់ថាឥឡូវបាន1អូខេឥឡូវតោះថាខ្ញុំវាយតម្លៃចូលថា2អញ្ចឹង2សេគុណ1 2សេគុណ1គឺ2អញ្ចឹងវាត្រូវ display number ទី2គឺ machine is stopping អូខេ machine is stopping បើយើងវាយតម្លៃ3មិនចេញវាយតម្លៃ3មិនចេញemergency stop ទេវាយតម្លៃ3គឺត្រូវចេញmachine is running 1ហើយនឹងបង្ហាញជា machine is stopping វាយ3ហើយវាយ3វាទៅ display 2ជាមួយនេះគឺ display បច្ចុប្បន្នភ្លាមគឺ display 2គឺ machine is running ហើយ machine is stopping អញ្ចឹងដើម្បីបង្ហាញ emergency stop emergency stop តែមួយអញ្ចឹងយើងឧទាហរណ៍នេះ2សេគុណ1 2សេគុណ2ហើយនេះ2សេគុណ3នេះ2សេគុណអញ្ចឹង2សេគុណ3បាន2សេគុណ3គឺអានេះ2សេគុណ0 2សេគុណ1 2សេគុណ2សំទោសអានេះ2សេគុណ2បាន2សេគុណ2គឺ4អញ្ចឹងយើងវាយតម្លៃ4ហើយវាបង្ហាញemergency stop 4អូខេ emergency stop ចឹងវា display emergency stop ហើយថាខ្ញុំចង់វាយឲ្យវា display តានេះមួយឯងអា servo នេះមួយឯងអញ្ចឹងយើងរក2សេគុណ0 2សេគុណ1 2សេគុណ2 2សេគុណ3អញ្ចឹង2សេគុណ3មែន2សេគុណ3 8អញ្ចឹងវាយតម្លៃ8ចូលទៅអញ្ចឹងវាបង្ហាញerror
sẽ vô try cứ error vô hay việc cơ nhưng mới việc cọt chùm núi này cứ li đại việc bản hán ta miền là làm mình khác để mình cài lá ok mau mà mấy việc cọt ok chân ca bà há display làm để trong bà há kêu mình bắn nắng anh nói kia bởi sao chân trong ở lấy nhiên tan nó không là xin là sân computer bây giờ tao em swap cho môi năng touch screen cho môi tên ca cho môi năng PLC cho môi ca ngày trả slide rồi bây giờ phơ cam thì nó không software sinh nhập PLC tỏ những vay đồng lại của tao là NP đại machine is running chẳng NP nó machine is running nhưng mà nó không là input này PLC thế hai những mu đồng lại những vay việc của mình tao tao mu ca mà tao mu ca muối đã cho để đọc chẳng đọc bài việc lo so với cái này chôn như thức việc bà hai ta lấy machine is running nhưng việc bà hai chẳng group cho bà hát như có vay đồ là mu tùm lại ấy muối đã cho nó atre hay dương người ta đi nhưng mà atre đáp để đáp cho như vậy đã chỗ để đọc tết chẳng cứ về tình là cá việc bà hai là quay đi dương tròn bàn ok chúng phú ca bà hai mà giống cứ miền phần đó cuốn